បងប្អូនឃើញវីដេអូមួយនេះគឺមាន view តែ2600 view ទេឥឡូវគឺខ្ញុំតម្លើងចំនួន view គឺបាទ 500k អញ្ចឹងយើងធ្វើការ refresh មកតើវាឡើងបានប៉ុន្មានហើយបាទអូខេអញ្ចឹងវាឡើងបាន 298k view ហើយបងប្អូនអញ្ចឹងវាឡើងលឿនមែនតើសម្រាប់បងប្អូនចង់ធ្វើការតម្លើងជាមួយនឹង view ឥឡូវឡើងបាន317k បាទឥឡូវយើង refresh ទៀតមកគឺឡើងលឿនមែនតើបាទចឹងបងប្អូននេះបងប្អូនទាំងគ្នា 323k ហើយបាទអញ្ចឹងយើងធ្វើការ refresh ទៀតជាមួយវាឡើងបាននេះ 325k គឺឡើងលឿនមែនតើនេះបងប្អូនទាំងគ្នាសម្រាប់វីដេអូនេះគឺឡើងបាន 533k view បងប្អូនទាំងគ្នាគឺឡើងលឿនមែនតើបងប្អូនអញ្ចឹងបងប្អូនទាំងគ្នាកុំភ្លេចចែករំលែកវីដេអូនេះបាទ share វីដេអូនេះម្នាក់មួយបាទសម្រាប់បងប្អូនដែលចង់សាងប្រាក់ចំណូលតាមរយៈ TikTok បងប្អូនអាចមើលវីដេអូនេះបានអញ្ចឹងវីដេអូនេះគឺខ្ញុំមកធ្វើការចែករំលែកបងប្អូនទាក់ទងទៅនឹងការរកប្រាក់ចំណូលតាមរយៈ TikTok បាទអញ្ចឹងបើសិនជាយើងនៅស្រុកខ្មែរតើយើងអាចមានវិធីសាស្ត្រអ្វីខ្លះដើម្បីយើងសាងប្រាក់ចំណូលតាមរយៈ TikTok អញ្ចឹងដូចបងប្អូនឃើញ TikTok ផងខ្ញុំនេះបាទអញ្ចឹងយើងអាចធ្វើការសាងប្រាក់ចំណូលបានអញ្ចឹងយើងគ្រាន់តែបាទធ្វើការបាទចូលមកកាន់ TikTok របស់យើងទាក់ទងនឹងបងប្អូនដែលចង់បាទផ្សព្វផ្សាយនៅផលិតផលរបស់បងប្អូនបើសិនជាបងប្អូនមានបាទផលិតផលផ្ទាល់ខ្លួនយើងអាចផ្សព្វផ្សាយឬក៏យើងអាចធ្វើការសាងប្រាក់ចំណូលបាទលក់ផលិតផលនៅក្នុង TikTok បានអញ្ចឹងគ្រប់ social media ទាំងអស់មិនថា TikTok ឬក៏ Facebook ឬក៏ YouTube អីទេគឺយើងអាចធ្វើការសាងប្រាក់ចំណូលតាមរយៈបាទលក់ផលិតផលផ្ទាល់ខ្លួនដែលយើងអាចបាទយកផលិតផលពីក្រៅប្រទេសឬក៏ក្នុងស្រុកបាទនិយាយទៅឲ្យតែផលិតផលរបស់បងប្អូនយើងអាចផ្សព្វផ្សាយតាមរយៈ social media បានដើម្បីយើងបាទសាងប្រាក់ចំណូលតាមរយៈការ sponsor ឬក៏ការលក់ផលិតផលតាមរយៈ social media ដូចជា TikTok បាទបងប្អូនដែលចង់ដល់គ្នាយើងគ្រាន់តែចូលមកកាន់បាទវីដេអូរបស់យើងមកបាទវីដេអូរបស់យើងអញ្ចឹងយើងអាចធ្វើការចុច like 3នេះបាទអញ្ចឹងកន្លែងនេះគឺមានពាក្យថា increase view អញ្ចឹងយើងអាចចុចកន្លែងហ្នឹងមកដើម្បីយើងធ្វើការ promote អញ្ចឹងបងប្អូនអាច promote ផលិតផលបងប្អូនតាមរយៈហ្នឹងបានយើងគ្រាន់ចុចពីមកវីដេអូនេះមកបាទអញ្ចឹងអានេះគឺជាតម្លៃបាទតម្លៃគឺ54000អញ្ចឹងទៅគឺទទួលបាន view ប៉ុណ្នេះបាទប៉ុណ្ណឹងអញ្ចឹងយើងអាចចុច pay មកបាទចុច pay មកបន្ទាប់មកវានឹងចេញបាទកន្លែងឲ្យយើងធ្វើការបាទអានេះតម្លៃគឺ$13យើងអាចអានេះសម្រាប់ iPhone យើងចុចកន្លែងបិទ lock សហ្នឹងមកអាហ្នឹងយើងបានធ្វើការបំពេញជាមួយនឹង payment ដើម្បីយើងទូទាត់ប្រាក់ទៅលើ TikTok រួចហើយបាទអញ្ចឹងខ្ញុំប្រាប់បងប្អូនបានប៉ុណ្ណឹងហើយបើសិនជាបងប្អូនមានចម្ងល់អាច comment នៅខាងក្រោមវីដេអូបានបងប្អូនអាចចុច like ឬក៏ចែករំលែកវីដេអូមួយនេះបើសិនជាមានចម្ងល់អីបងប្អូនមានចំណាប់អារម្មណ៍អីខ្ញុំនឹងចែករំលែកបន្តទៀតទាក់ទងនឹងការប្រម៉ូទឬក៏ការធ្វើទីផ្សារទៅលើ TikTok បានអញ្ចឹងខ្ញុំធ្វើការចែករំលែកបងប្អូនទៅលើ website មួយគឺ website kxbooster.com សម្រាប់បងប្អូនចង់តម្លើងទៅលើ view TikTok អញ្ចឹងយើងចុចកន្លែង TikTok នេះមកបាទអញ្ចឹងបងប្អូនឃើញ category យើងចុច category ហើយយើងចុចពាក្យថាកន្លែងនេះ TikTok view make unlimit យើងយក service មួយហ្នឹងមកបាទយើងយក service មួយហ្នឹងមកតទៅទៀតយើងចូលទៅកាន់ TikTok អញ្ចឹងបងប្អូនចូលវីដេអូរបស់យើងមកបាទតមកទៀតគឺយើងចុច link 3ចុច3ហ្នឹងហើយយើង copy link មកបងប្អូនហើយយើងធ្វើការផាសចូលកន្លែង link នេះសម្រាប់ service ហ្នឹងគឺដំណើរការលឿនអញ្ចឹង link quantity នេះគឺយើងដាក់5បាទ5សែនមកបាទអញ្ចឹងតម្លៃវាគឺប៉ុណ្ណឹងបាទអញ្ចឹងចុច submit មកបាទចុច submit មកតែប៉ុណ្ណឹងគឺយើងអាចធ្វើការទិញនៅ view បានហើយបាទសម្រាប់ 500k បាទ$6ហ្នឹងឯងបងប្អូនបាទអញ្ចឹងយើងរងចាំតិចទៅចាំមើលវានឹងឡើង view ទៅលើវីដេអូហ្នឹងឯងបងប្អូនឃើញវីដេអូមួយនេះគឺមាន view តែ2600 view ទេឥឡូវគឺខ្ញុំតម្លើងចំនួន view គឺបាទ 500k អញ្ចឹងយើងធ្វើការ refresh មកតើវាឡើងបានប៉ុន្មានហើយបាទអូខេអញ្ចឹងវាឡើងបាន 298k view ហើយបងប្អូនអញ្ចឹងវាឡើងលឿនមែនតើសម្រាប់បងប្អូនចង់ធ្វើការតម្លើងជាមួយនឹង view ឥឡូវឡើងបាន317k បាទឥឡូវយើង refresh ទៀតមកគឺឡើងលឿនមែនតើបាទ
ចឹងបងប្អូននេះបងប្អូនអ្នកគ្នា 323k ហើយបាទអញ្ចឹងយើងធ្វើការ refresh ទៀតជាមួយវាឡើងបាននេះ 325k គឺឡើងលឿនមែនតើ